បងប្អូនទាំងអស់គ្នាថ្ងៃហ្នឹងគឺមកជួបខ្ញុំជាមួយនឹងវីដេអូថ្មីមួយទៀតហើយបងប្អូនហើយថ្ងៃហ្នឹងគឺខ្ញុំមកដាំម្ទេសឲ្យបងប្អូនមើលអញ្ចឹងណាបងប្អូនហើយចំពោះម្ទេសនេះអត់ដឹងថាហៅម្ទេសអីគេទេបងប្អូនខ្ញុំហៅតែម្ទេសក្រហមអញ្ចឹងណាឥឡូវគឺខ្ញុំចាប់ផ្ដើមពុះម្ទេសហ្នឹងជា2បងប្អូនខ្ញុំពុះជា2ដើម្បីឲ្យវាចេញគ្រាប់មកក្រៅអញ្ចឹងណាគឺខ្ញុំពុះបែបហ្នឹងអញ្ចឹងណាបងប្អូននេះគឺបែបហ្នឹងហើយបន្ទាប់មកគឺខ្ញុំយកវាដាក់ទៅក្នុងកតោរបស់ខ្ញុំហ្នឹងគឺសម្រាប់បដោះហ្នឹងឯងបងប្អូនហើយដីហ្នឹងគឺខ្ញុំបានដាក់ដីលាយដីជីអញ្ចឹងណាដីជីហ្នឹងគឺខ្ញុំលាយជាមួយនឹងកាកកាហ្វេបងប្អូនខ្ញុំលាយកាកកាហ្វេបន្តិចអញ្ចឹងទៅហើយដីយើងធម្មតាហ្នឹងឯងហើយនឹងដីជីដែលរបៀបដូចថាដីជីដែលខ្ញុំដាក់បន្លែប្លុកអាលួយបន្លែប្លុកដែលយើងសល់អីចឹងទៅគឺយើងទុកវាចោលឲ្យអាលួយហ្នឹងគឺខ្ញុំលាយជាមួយនឹងដីជីបែបហ្នឹងអញ្ចឹងណាបងប្អូនហើយអានេះខ្ញុំរួយដីជីកតិចដីជីអីហ្នឹងពីលើវាអញ្ចឹងណាបងប្អូនឥឡូវគឺរួចរាល់ហើយបងប្អូនហើយឥឡូវគឺខ្ញុំដាក់ស្រោចទឹកវាអញ្ចឹងណាយើងស្រោចទឹកវាបន្តិចទៅបងប្អូនគឺយើងស្រោចទឹកវាបែបហ្នឹងអញ្ចឹងទៅហើយចំពោះការដាំម្ទេសហ្នឹងវាដូចជាអត់មានអីពិបាកទេបងប្អូនងាយស្រួលឲ្យតែបងប្អូនមានម្ទេសទុំយើងយកវាយកទៅកាត់វាឬក៏ពុះវាឲ្យធ្វើម៉េចឲ្យវាចេញគ្រាប់មកក្រៅបងប្អូនឲ្យវាចេញគ្រាប់មកក្រៅអញ្ចឹងទៅបានយើងងាយស្រួលឲ្យវាដុះអញ្ចឹងណាបងប្អូនឥឡូវគឺខ្ញុំបានដាំរួចរាល់ហើយបងប្អូនហើយនៅពេលដែលម្ទេសដុះចាំខ្ញុំថតឲ្យបងប្អូនមើលម្ដងទៀតបងប្អូនទាំងអស់គ្នាអរគុណច្រើនបងប្អូន